ថាហើយកុំចេះតែហ៊ានជាមួយប្រទេសកម្ពុជានៅក្នុងសម័យសន្តិភាពសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតឆ្លើយតបភ្លាមៗទៅកាន់ប្រទេសថៃតាក់ទងជាមួយនឹងការនាំចូលប្រេងឥន្ធនៈនៅរយៈពេលមុនប៉ុន្មានម៉ោងនេះនៅយប់ថ្ងៃទី22ខែមិថុនាឆ្នាំ2025សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានបង្ហោះនៅសារមួយទាំងយប់ដោយភ្ជាប់ជាមួយនឹងសំណេរដូចតទៅចាប់ពីម៉ោង12យប់នេះទៅការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីប្រទេសថៃត្រូវផ្អាកទាំងស្រុងបណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជាមានលទ្ធភាពនាំចូលប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈពីប្រភពផ្សេងគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋយើងកុំថាឡើយត្រឹម1ខែទោះជារៀងរហូតក៏មិនជាបញ្ហាដោយនេះគឺជាការតបតទៅកាន់ភាគីថៃជាពិសេសគឺក្រុមពួកជ្រុលនិយមមួយចំនួនដែលបានលើកឡើងកន្លងទៅថ្មីនេះអំពីបញ្ហាការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈគ្រប់ប្រភេទមកកាន់ប្រទេសកម្ពុជាដោយលើកឡើងថាប្រទេសកម្ពុជាមិនអាចអត់ប្រេងឥន្ធនៈពីប្រទេសថៃបានឡើយហើយរយៈពេលមិនប៉ុន្មាននោះប្រទេសកម្ពុជានឹងព្រមចុះចាញ់ដោយខ្លួនឯងដោយនេះសបញ្ជាក់ថាការនាំចូលប្រេងឥន្ធនៈពីប្រទេសថៃមិនមែនជាអ្វីៗគ្រប់យ៉ាងនោះទេទោះបីជាមិនមានការផ្គត់ផ្គង់ពីប្រទេសថៃក៏កម្ពុជាអាចមានលទ្ធភាពនាំចូលប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈពីប្រភពផ្សេងៗបានដូចគ្នាដោយនេះគឺជាការតបតយ៉ាងវាងវៃនិងឆាប់រហ័សរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតចុះនៅភ្នំពេញថ្ងៃទី22ខែមិថុនាឆ្នាំ2025សូមអរគុណចំពោះការតាមដានទស្សនាវីដេអូបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តសូមកុំភ្លេចជួយ like និង subscribe Channel របស់ពួកយើងដើម្បីទទួលបានព័ត៌មាននិងចំណេះដឹងថ្មីៗបន្ថែម Subscribe for more